អ្នកដាំតើមិនមែនដាំទៅសិតបានល្អរហូតណាស់នៅមួយនោះនៅទឹកកដាក់នៅទឹកនេះអាមានអាខុសបច្ចេកទេសដែរតាបងប្អូនបច្ចេកទេសដាំហើយអត់មានស្លឹកអត់ក្តោបហើយថែមទាំងគល់ហ្នឹងលូតឡើងខ្ពស់ទៀតធំតកូលនេះហើយអាសាឡាត់នេះប្រភេទគេគឺត្រូវក្តោបនៅចេះនេះគេក្តោបអញ្ចឹងនៅស្ពៃក្តោបអានេះស្អាតនេះខ្ញុំឲ្យមើលអាណាត្រូវខ្នាតនេះនេះគេក្តោបស្អាតសាឡាត់ស្រួយក្តោបនេះក៏ក្តោបដែរបងប្អូននេះឡើងណែនណាអានេះក៏ណែនដែរចាហើយអានេះវិញដូចភ្នំតែមួយនេះហត់តែដូចភ្នំទៀតឡើងខ្ពស់ចាចេះអានេះក៏ក្តោបដែរតែក្តោបនេះក៏មិនត្រូវស្តង់ដាគេដែរនិយាយទៅខិនតែចេញរូបរាងឯនេះតែបើថាឲ្យស្តង់ដាកសិកម្មបែបចំតួដែលគេយកទៅលក់នៅលើទីផ្សារដូចនៅខាងប៉ែអឺរ៉ុបអីគឺអត់ត្រូវសោះហ្មងណាតែអានេះត្រូវសម្រាប់យើងញ៉ាំដោយសារយើងដាំញ៉ាំនៅក្នុងគ្រួសារអញ្ចឹងខ្ញុំអត់បានទៅប្រើគីមីប្រើទៅណាមអីខ្លាំងខ្លាដូចគេទេគេមានដំណាក់កាលគេដែលត្រូវដាក់តែនេះយើងអត់បានដាក់អញ្ចឹងទេហើយណាមួយដាំលើកទី1អត់សូវដឹងពីរបៀបផងកម្ដៅថ្ងៃដែលពេលដែលវាត្រូវការហ្នឹងវាអត់គ្រប់គ្រាន់បងប្អូនតែញ៉ាំប៉ុណ្ណេះអូខេណាគ្រាប់ពូជយើងល្អយើងដាំបានញ៉ាំ